កម្លាំងអធិការដ្ឋាននគរបាលស្រុកស៊ីធើកណ្ដាលបានរៀបចំកម្លាំងចុះល្បាតនិងការពារដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកលេងស្រុកកំណើតក្នុងពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនៅទូទាំងស្រុកស៊ីធើកណ្ដាលខេត្តព្រៃវែងខេត្តព្រៃវែងស្រុកស៊ីធើកណ្ដាលនៅព្រឹកថ្ងៃទី12ខែមេសាឆ្នាំ2025នេះកម្លាំងអធិការដ្ឋាននគរបាលស្រុកស៊ីធើកណ្ដាលខេត្តព្រៃវែងដឹកនាំដោយលោកវរៈសេនីយ៍ឯកសុគន្ធរស្មីអធិការនៃអធិការដ្ឋាននគរបាលស្រុកបានដឹកនាំកម្លាំងអធិការដ្ឋានចុះល្បាតនិងការពារដល់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់បានធ្វើដំណើរមកលេងស្រុកកំណើតក្នុងកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងឈានចូលមកដល់ឆាប់នេះសូមបញ្ជាក់ផងដែរថាកម្លាំងអធិការដ្ឋាននគរបាលស្រុកស៊ីធើកណ្ដាលខេត្តព្រៃវែងដឹកនាំដោយលោកវរៈសេនីយ៍ឯកសុគន្ធរស្មីជារៀងរាល់ថ្ងៃមិនថាយប់ឬថ្ងៃគឺកម្លាំងអធិការដ្ឋាននគរបាលស្រុកស៊ីធើកណ្ដាលគឺកម្លាំងតែងតែចុះល្បាតនិងការពារសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីស្រុកស៊ីធើកណ្ដាលទាំងមូលជាពិសេសមានកម្មវិធីធំដូចជាចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើមមួយផ្នែកទៀតលោកវរៈសេនីយ៍ឯកសុគន្ធរស្មីរំលឹកជូនប្រជាពលរដ្ឋទូទាំងស្រុកស៊ីធើកណ្ដាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរពីបញ្ហាភ្លើងធូបភ្លើងទៀនសូមបងប្អូនប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់និងប្រុងប្រយ័ត្នឲ្យបានល្អបំផុតពីខ្ញុំបាទហៀសរ៉េនសារព័ត៌មាន ICD TV